ជំរាបសួរបងប្អូនវិលមកកាន់វីដេអូខ្ញុំបន្តទៀតហើយថ្ងៃនឹងដែរគឺខ្ញុំចង់មកបង្ហាញពីការងារខ្ញុំបន្តិចដោយសារតានេះហ៎ថ្ងៃនេះកាប់ពិតទៅត្រូវអត់មានអីធ្វើទេប៉ុន្តែដោយសារតែយើងហើយតកែគាត់ឲ្យយើងនឹងមកកៅដើមចាស់កាលពីមុនខ្ញុំធ្លាប់ប្រាប់បងប្អូនថាកន្លែងខ្ញុំទីទូទៅដើមពេញប៉ោះអាលើកទី1គឺអត់ប្រមូលបាចោលទេគេដាក់ខាងក្រោមរងនេះអាដើមចាស់ដែលខ្ញុំធ្លាប់កាត់ប្រាប់បងប្អូនកាលមុនកាត់ខ្លីៗញាត់ចូលខាងក្រោមហ្នឹងគឺអត់ប្រមូលបាចោលទេគឺញាត់អញ្ចឹងហើយទើបតែអស់អាទី2នឹងទៀតបានប្រមូលតាមភាសាប៉ុន្តែដោយសារតែឥឡូវនេះគឺអត់មានការងារធ្វើចកាយគាត់ឲ្យយើងហ្នឹងប្រមូលអាដើមចាស់ហ្នឹងយកទៅបាចោលដោយសារតែវាអត់មានអីធ្វើអញ្ចឹងណាព្រោះអីដើមថ្មីនេះយើងដាក់តកៀបឲ្យអស់ហើយតកៀបក៏ដាក់ហើយស្លឹកក៏បេះឲ្យអស់ដែរហើយខ្នែងទឹមតែដោះតិចទេយើងអត់ទាន់អាចក្តិចចោលបានទេដៃវាទឹមដោះតិចអញ្ចឹងហើយយើងត្រូវប្រមូលដើមចាស់នេះបោះចោលយកទៅបោះចោលអញ្ចឹងដោយសារតែវាអត់មានអីធ្វើចាំមើលខ្ញុំប្រមូលទៅបោះចោលខ្ញុំថតបង្ហាញតិចហើយដើមហ្នឹងយើងត្រូវមូបែបហ្នឹងបងប្អូនព្រោះអានេះយើងកាត់ខ្លីមែនប៉ុន្តែយើងត្រូវទៅមូដើម្បីយើងសនុកអូសវាទៅក្រៅព្រោះឯដើមពេញប៉ោះអាថ្មីនេះគឺវាកំពុងតែល្អហើយផ្លែវាធ្លាក់មកខាងក្រោមអញ្ចឹងស្លឹកឯផ្លែហ្នឹងគឺវាពេញហ្នឹងអស់ហើយផ្លូវប្រឡោះហ្នឹងគឺវាទូចអញ្ចឹងបើសិនតែយើងមិនមូឲ្យណែនឲ្យតូចទេយើងអូសទៅទេអញ្ចឹងបើសិនតែយើងដាក់ទៀសរុញធ្វើឲ្យអាផ្លែចាស់ហ្នឹងអាផ្លែថ្មីនេះអាដើមចាស់ហ្នឹងវាជាប់ជាមួយអាដើមថ្មីហ្នឹងវាឈប់ផ្លែអញ្ចឹងហើយយើងត្រូវតែមូវាណែនសកត់វាជាប់អញ្ចឹងណាដល់ពេលដែលយើងមូវាណែនជាដុំអញ្ចឹងហើយយើងត្រូវអូសវាចេញក្រៅហើយដំបូងគឺខ្ញុំដាក់ទៀសទេប៉ុន្តែដោយសារតែទៀសយើងដាក់ទៅវាខ្ពស់ទៅវាជាប់ជាមួយអាស្លឹកថ្មីអាស្លឹកថ្មីនឹងផ្លែនេះគេវាជ្រេមកខាងក្រៅអញ្ចឹងធ្វើឲ្យផ្លូវនឹងទូចចៀតអញ្ចឹងហើយយើងដាក់ថង់អូសវិញយើងមូហើយយើងដាក់ថង់អូសអញ្ចឹងអូសតិចអញ្ចឹងណាដើម្បីកុំឲ្យវាជាប់ជាមួយដើមថ្មីដើម្បីយកទៅបោះចោលព្រោះអានេះបើសិនជាយើងអត់ធ្វើអញ្ចឹងទេវាជាប់ជាមួយដើមថ្មីឈូសផ្លែថ្មីទាំងអស់តខំអត់មានសល់ទេគឺមានសល់តែដើមឡើយហើយយើងដាំដើម្បីបានផ្លែបើសិនតែយើងធ្វើជ្រក់អស់ទៅវាអត់មានផ្លែបេះយើងដាំយកដើមអត់កើតទេអញ្ចឹងអានេះជាការងារដែលខ្ញុំធ្វើបន្ទាប់បន្សំក្រោយពីអត់មានអីធ្វើប្រហែលថ្ងៃនេះអញ្ចឹងណាដោយសារតែខែនេះខែត្រជាក់អញ្ចឹងពេញប៉ោះវារៀងយឺតវាអត់ដូចខែក្តៅទេអញ្ចឹងហើយគឺតកែគាត់រកការងារយើងធ្វើបដោះពេញថ្ងៃអញ្ចឹងណាដើម្បីគ្រប់ម៉ោងមួយថ្ងៃអញ្ចឹងជាទូទៅគឺអត់ធ្វើទេអាដើមហ្នឹងគឺទុកដល់ទៅពីខែក្តៅក៏បានជូនចេញសរុបជាមួយអាដើមថ្មីហ្នឹងហ្មងប៉ុន្តែដោយសារតែឥឡូវវាអត់មានអីធ្វើអញ្ចឹងមានតែតកែគាត់ឲ្យមកជូនអញ្ចឹងទៅដើម្បីប្រគប់ម៉ោងប្រគប់ថ្ងៃគាត់